ពេលលឺម៉ែងហៅនឹងដៃគូរបស់គាត់និយាយអំពីការត្រឡប់ទៅវិញ Mount Reliance Ancestor បាននិយាយទៅកាន់ខ្លួនឯងថាអូទេញាក់មិនអាចចាក់ជិនបានទេខ្ញុំមិនអាចរងចាំនៅទីនេះដើម្បីឲ្យក្រុមបន្ទាប់មកដល់នោះទេទន្ទឹមនឹងនោះម៉ែងហៅនឹងដៃគូរបស់គាត់បានបើកចប់ទ្វារហើយចាប់ផ្ដើមត្រឡប់ទៅវិញពេលនោះ Mount Reliance Ancestor បានធ្វើការសម្រេចចិត្តមួយដោយសម្លឹងមើលដៃរបស់គាត់បាននិយាយថាទេខ្ញុំមិនអាចបណ្ដោយឲ្យឱកាសនេះកន្លងហ្វុតទៅដោយឥតប្រយោជន៍នោះទេម៉ែងហៅនិង Sister Siu ហៀបនឹងចេញពីច្រកទ្វារទៅហើយស្រាប់តែ Mount Reliance Ancestor បានយកដៃវាយក្បាលខ្លួនឯងយ៉ាងខ្លាំងបណ្ដោយឲ្យមានឈាមមួយខ្សែបាញ់ចេញពីក្បាលរបស់គាត់ទៅខាងក្រោយម៉ែងហៅនិងដៃគូរបស់គាត់បានចេញផុតពីច្រកទ្វារទាំងស្រុងពេលឃើញពួកគាត់ Sect Leader បាននិយាយថាទីបំផុតអ្នកទាំងអស់គ្នាក៏បានចេញមកទន្ទឹមនឹងនោះឈាមរបស់ Mount Reliance Ancestor បានធ្វើចម្លៅឈូសទៅលោកច្រកទ្វារ Brother Chen កំពុងរាយការណ៍ប្រាប់ Sect Leader និយាយថា Sect Leader នៅពេលដែលពួកយើងនៅទីនោះប៉ុន្តែស្រាប់តែឈាមនោះចាប់ផ្ដើមចេញពីច្រកទ្វារដែលម៉េងហៅបានកត់សម្គាល់ឃើញឈាមរបស់ Mount Reliance Ancestor បានចេញពីច្រកទ្វារយ៉ាងលឿនហើយចាប់ផ្ដើមហួរចេញទៅខាងក្រៅបន្ទប់ពេលឃើញវាម៉េងហៅនិង Brother Chen បានថយក្រោយយ៉ាងលឿន Sect Leader ក៏បានសម្លឹងមើលឈាមនោះដោយក្តីតក់ស្លុតផងដែរដោយសម្លឹងមើលវាម៉ែងហៅបាននិយាយថាវ៉ាននេះដោយចិនពីច្រកទ្វារនៅពីក្រោយពួកយើង Brother Chen បានសួរយ៉ាងស្លន់ស្លោថាតើមានអ្វីកើតឡើងតើពួកយើងបានធ្វើអ្វីខុសនៅទីនោះមែនទេបន្ទាប់ពីនោះពួកគេទាំង4នាក់បានដើរតាមឈាមនោះហើយចាប់ផ្ដើមឈូសទៅខាងក្រៅពេលចេញទៅខាងក្រៅនិកាយឈាមនោះបានប្រែទៅជាអក្សរពណ៌មាសរបស់ Sublime Spirit Scripture ហើយបានគ្រប់របាស់ពេញផ្ទៃមេកាយ Sect Leader បានព្យាយាមស្វែងយល់ពីបាតុភូតនេះដោយសារតែអក្សរទាំងនោះត្រូវបញ្ចាំងយ៉ាងខ្ពស់នៅលើមេឃមនុស្សមកពីនិកាយផ្សេងៗជំនួសច្រើនអាចមើលពួកគេបាននៅក្នុង Corvin Sect នៃ Chao Kingdom មនុស្សពីរនាក់កំពុងមើលបាតុភូតនេះមនុស្សសក់សក់បានចង្កល់ទៅវាហើយសួរមនុស្សសក់ក្រហមថាតើវ៉ានោះជាអ្វីទៅមនុស្សសក់ក្រហមខ្វាច់ញាក់មួយសន្ទុះហើយឆ្លើយថាតើវាអាចទៅរួចទេវាពិតជារបស់នោះមែនប៉ុន្តែនេះគឺជារឿងដែលមិនអាចទៅរួចទេនៅឯ Heavenly Pool Sect នៃ Chao Kingdom ព្រឹទ្ធាចារ្យ3នាក់ក៏កំពុងសង្កេតមើលបាតុភូតនេះផងដែរព្រឹទ្ធាចារ្យនៅខាងឆ្វេងបាននិយាយថានេះគឺជា Sublime Spirit Scripture ពេលឮគាត់និយាយព្រឹទ្ធាចារ្យនៅខាងស្ដាំបាននិយាយថានេះគឺជា Sublime Spirit Scripture មែនទេតើវាអាចទៅរួចយ៉ាងដូចម្ដេចនៅឯ Violet Sith Sect នៃ Chao Kingdom ព្រឹទ្ធាចារ្យក្បាលទំពាក់ម្នាក់និងសិស្សមួយចំនួននៅពីក្រោយគាត់កំពុងសម្លឹងមើលបាតុភូតនេះព្រឹទ្ធាចារ្យក្បាលទំពាក់បានស្ទាបពុកចង្ការរបស់គាត់ហើយនិយាយថា Sublime Spirit Scripture បានលេចឡើងក្នុងពិភពលោកនិងទីតាំងរបស់វាហាក់ដូចជា Mount Reliance Sectតើវាអាចទៅរួចទេដោយថាគម្ពីរ Chi Condensation ដ៏អស្ចារ្យពីយុគសម័យនោះកំពុងបង្ហាញខ្លួនដល់ពិភពលោកទោះបីជាមានហេតុផលអ្វីក៏ដោយយើងត្រូវទៅទីនោះពេលឃើញបែបនេះគាត់បានបញ្ជាឲ្យសិស្សរបស់គាត់ទាំងអស់ឆ្ពោះទៅកាន់ Mount Reliance Sect ភ្លាមទស្សនភាពត្រឡប់មក Mount Reliance Sect វិញដែលសិស្សទាំងអស់កំពុងមើលព្រឹត្តិការណ៍នេះ Little Fatty បានសង្កេតធ្មេញរបស់គាត់ខណៈពេលកំពុងសម្លឹងមើលវាដោយមានការភ្ញាក់ប្រព័ន្ធយ៉ាងខ្លាំង Grand Elder Ouyang និង Uncle Sangwan ក៏មានការតកឈុកចំពោះបាតុភូតនេះផងដែរបន្ទាប់ពីបានឃើញវា Uncle Sangwan បានប្រញាប់ឆ្ពោះទៅកាន់លំនៅឋានរបស់គាត់យ៉ាងលឿនដោយឈានជើងចុះទៅលើរង្វង់វេទមន្តបញ្ជូនសារគាត់បាននិយាយថាតទៅហើយក៏បានបញ្ជូនខ្លួនចេញទៅបាត់ភ្លាមទន្ទឹមនឹងនោះដោយសម្លឹងមើលទៅលើមេឃ Sect Leader បានសួរ Mang Hao និងដៃគូរបស់គាត់ថាតើអ្នកបានប៉ះពាល់អ្វីខ្លះក្នុងតម្រាន់វិទ្យាហ្វឹកហាត់របស់ Ancestor ដើម្បីឆ្លើយតបនឹងសំណួររបស់ Sect Leader Brother Chen បានប្រឡប់ថានៅពេលដែលពួកយើងហៀបយ៉ាងចាក់ចេញស្រាប់តែមានផ្តែងថ្មមួយបានលេចចេញពីក្រោមដីពួកយើងមានការព្រួយបារម្ភថាការលេចឡើងរបស់វាអាចនាំមកនឹងគ្រោះមហន្តរាយដល់និកាយដូច្នេះពួកយើងមិនបានយកវាមកជាមួយពួកយើងគ្រាន់តែចម្លងអក្សរដែលបានឆ្លាក់លើផ្តែងថ្មនោះប៉ុណ្ណោះ Sect Leader បានប្រាប់ Brother Chen ថាឲ្យថ្មដែលអ្នកបានចម្លងអក្សរពណ៌មាសទាំងនោះមកខ្ញុំហើយ Brother Chen ក៏បានប្រកបថ្មចម្លងនោះឲ្យបន្ទាប់ពីអានការចងចាំនៅក្នុងថ្មនោះ Sect Leader បាននិយាយថានេះគឺជារបស់ខ្លែងកាយទាំងផ្តែងថ្មនិងអក្សរពណ៌មាសដែលលេចឡើងនៅលើមេឃសុទ្ធតែជារបស់ខ្លែងកាយពេលឮពាក្យសម្ដីរបស់ Sect Leader នោះ Meng Hao បានគិតថាអញ្ចឹង Sect Leader ក៏បានដឹងរឿងនេះដែរបន្ទាប់មក Sect Leader បានបន្តទៀតថាមនុស្សមកពីនិកាយផ្សេងទៀតនៃ Chao Kingdom នឹងមកដល់ទីនេះក្នុងពេលឆាប់ៗនេះ Mount Reliance Sect មិនអាចគេចផុតពីគ្រោះមហន្តរាយនេះបានទេអ្នករាល់គ្នាដែលបានឃើញបាតុភូតនេះកំពុងតែមកទីនេះដើម្បី Ancestor អ្នកទាំង3គឺជាសិស្សនៃនិកាយខាងក្នុងចូលរងចាំនៅក្នុង Main Hall និយាយបែបនេះហើយ Sect Leader ក៏បានចាក់ចេញទៅទន្ទឹមនឹងនោះអ្នករាល់គ្នាដែលបានឃើញបាតុភូតនេះបានចាប់ផ្ដើមធ្វើដំណើរយ៉ាងលឿនឆ្ពោះទៅកាន់ Mount Reliance Sect ជាមួយនឹងមូលដ្ឋានការហ្វឹកហាត់ដ៏ជ្រៅជ្រៅរបស់ពួកគេចម្ងាយនោះមិនមែនជាបញ្ហាធំដុំសម្រាប់ពួកគេនោះទេពួកគេបានហោះឆ្ពោះទៅកាន់និកាយយ៉ាងលឿនដូចជាផ្កាយប្រែគ្រោះ
Sect Leader បានដំណើរការ Grand Defensive Formation របស់និកាយដែលបានគ្រប់គ្រងនិកាយទាំងមូលនៅជ្រុងដំបូលដ៏ធំសម្បើកមួយបន្ទាប់មកគាត់បានបោះជំហានចេញទៅក្រៅទម្រង់ការពារឲ្យរងចាំអ្នកជំនាញទាំងអស់តែកំពុងតែមកដល់ជាមួយនឹងល្បឿនការហ្វឹកហាត់របស់ពួកគេវាចំណាយពេលមិនយូរមិនម៉ានទេសម្រាប់អ្នកជំនាញទាំងអស់ក្នុងការធ្វើដំណើរឆ្លងកាត់ចម្ងាយផ្លូវនេះមិនយូរមិនម៉ាន Sect Leader ដ៏អស្ចារ្យទាំងអស់នៃ Zhao Kingdom បានមកដល់ Mount Reliance Sect ពួកគេបានបញ្ចេញក្លិនអៃរបស់ការហ្វឹកហាត់របស់ពួកគេខណៈពេលដែល Sect Leader នៃ Mount Reliance Sect ឈរតែគណៈអាងនៅចំពោះពួកគេព្រឹទ្ធាចារ្យសក់ក្រហមបានប្រើការហ្វឹកហាត់របស់គាត់ដើម្បីស្រែកថា Mount Reliance Sect សម្ពាធដល់លើស្លុបរបស់ព្រឹទ្ធាចារ្យទាំងនោះបានសង្កត់យ៉ាងធ្ងន់ធ្ងរលើ Mount Reliance Sect នៅក្នុងសម្ពាធក្លិនអៃរបស់វិស័យកម្រិត Core Formation ទាំងអស់នោះអ្នកហ្វឹកហាត់កម្រិត Key Condensation ត្រូវបានបង្ខំឲ្យលុតជង្គង់ចុះដៃអោនកបាចុះពួកគេបានរអ៊ុំទ្រុំថាទោះបីជាមនុស្សលើមេឃ្លីទាំងនេះជានរណាក៏ដោយពួកគេសុទ្ធតែជាវិស័យនៅកម្រិត Core Formation ពេលឃើញបែបនេះ Sect Leader នៃ Mount Reliance Sect បានស្រែកថាអ្នករត់គ្រាមកពីនិកាយផ្សេងទៀតកំពុងតែធ្វើហួសហាត់ពេកហើយសម្លេងដ៏ខ្លាំងដោយរន្ទះរបស់គាត់បានធ្វើឲ្យ Medic Nuam ដែលចូលមកឈានពានមានការភ្ញាក់ផ្អើលបន្តិចហើយសម្ពាធរបស់ពួកគេក៏បានថយចុះបន្តិចដែរពេលនោះព្រឹទ្ធាចារ្យម្នាក់ទៀតបាននិយាយថាលំហើយ Fellow Down Us បាតុភូតលើផ្ទៃមេឃនេះមានប្រភពចេញពីនិកាយរបស់អ្នកត្រូវតែផ្ដល់ការពន្យល់ដល់ពួកយើងទាក់ទងនឹងបញ្ហានេះ Sect Leader នៃ Mount Reliance Sect បានតបតវិញថាការពន្យល់អ្វីទៅសូម្បីតែខ្ញុំក៏មិនដឹងថាហេតុអ្វីបានជាបាតុភូតនេះលេចឡើងដែរព្រឹទ្ធាចារ្យសក់ក្រហមបានឆ្លើយតបម្ដងទៀតថាពួកយើងចង់បានការពន្យល់មួយប្រសិនបើអ្នកមិនដឹងពីរបៀបផ្ដល់ការពន្យល់ទេចូលទុកឲ្យពួកយើងបង្រៀនអ្នកពួកគេទាំងអស់គ្នាកំពុងគំរាមកំហែង Sect Leader យ៉ាងចង្ហុលព្រឹទ្ធាចារ្យនោះបានចង្អុលដៃហើយទាមទារថាលួចជង្គង់នៅចំពោះមុខពួកយើងចូលចាញ់ទៅបន្ទាប់មកគាត់បានបញ្ជាទៅ Sect Leader ថាបិទ Grand Formation របស់ Mount Reliance Sect ហើយអនុញ្ញាតឲ្យ Divine Senses របស់ពួកយើងស្វែងរកនៅក្នុងតំបន់នេះនោះនឹងចាត់ទុកជាការពន្យល់របស់អ្នកប្រសិនបើអ្នកមិនយល់ព្រមទេគុំបន្ទោសពួកយើងនៅពេលដែលពួកយើងកាត់ផ្តាច់ចំណងទាក់ទងក្នុងនាមជាអ្នកហ្វឹកហាត់រួមគ្នានៃ State of Zhao បំបែកទម្រង់ការពាររបស់អ្នកហើយលុបបំបាត់ Mount Reliance Sect ទាំងមូលឲ្យបាត់ពិភពផែនដីចំពោះរឿងនេះ Sect Leader បានឆ្លើយតបយ៉ាងខឹងសម្បារថាអ្នកនិយាយថាម៉េចលុបបំបាត់ Mount Reliance Sect របស់ខ្ញុំគាត់បានងាកមកហើយសម្លឹងមើលទម្រង់ការពាររបស់គាត់មួយសន្ទុះគាត់អាចមើលឃើញថាស្ថានភាព Zeus ក្នុងនិកាយរបស់គាត់បានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងររួចទៅហើយត្រឹមតែដោយសារសម្ពាធក្លិនអៃរបស់សត្រូវ Sister Sue ដែលកំពុងជួយទ្រពួកគេបានព្រាមបានថាសរីរាង្គខាងក្នុងរបស់អ្នកត្រូវបានកំទេះរួចទៅហើយគុំកំរើកបើមិនដូច្នេះអ្នកនឹងស្លាប់នៅទីនេះមិនខាន Little Fatty បានរត់ទៅរកមេងហៅដែលក្តីភ័យខ្លាចហើយនិយាយថាមេងហៅសំណាងល្អហើយដែលអ្នកនៅទីនោះទៅបញ្ជួយជំនុំបំបែកមេងនេះយ៉ាងជុងតើនឹងមានអ្វីកើតឡើងបន្ទាប់ទៀតមេងហៅបានឆ្លើយតបថាខ្ញុំមិនដឹងពេលនេះពួកយើងអាចពឹងពាក់បានតែលើ Sect Leader ប៉ុណ្ណោះពេលលើការគំរាមកំហែងទាំងនោះ Sect Leader បានចាប់ដើមសើចយ៉ាងឈ្ងក់លីឡាលោកបំបត្តិ Mount Reliance Sect របស់ខ្ញុំគាត់បាននិយាយសារឡើងវិញព្រមទាំងសើចយ៉ាងខ្លាំង Brother Chan បានដើរចូលទៅជិត Elder អូយ៉ាងតហើយសួរថាតើត្រឹមតែសម្លេងស្រែករបស់អ្នកហ្វឹកហាត់កម្រិត Core Formation ពិតជាមានធម៌ខ្លាំងដល់ថ្នាក់នេះមែនទេ Elder អូយ៉ាងតបានឆ្លើយតបថាបាទ Chan Fan ចូលទៅជួលអារម្មណ៍នេះដោយអស់ពីបេះដូងហើយប្រលឹងរបស់អ្នកចុះនេះគឺជាពិភពលោកដែលកម្លាំងគឺជាអ្វីៗទាំងអស់ Sect Leader បានជប់គិតមួយសន្ទុះហើយប្រកាសថាខ្ញុំធ្លាប់បានស្បត់ថាដរាបណាខ្ញុំនៅតែជា Sect Leader នៃ Mount Reliance Sect ខ្ញុំនឹងមិនបណ្ដោយឲ្យអ្នកខាងក្រៅណាម្នាក់មើលជិះជាន់ពួកយើងឡើយព្រឹទ្ធាចារ្យម្នាក់បានសើចចំអកថាអូអញ្ចឹងមើលទៅអ្នកបានធ្វើការសម្រេចចិត្តរួចហើយ Sect Leader បានដកដង្ហើមធំប៉ុន្តែខ្ញុំពិតជាគ្មានវិធីដើម្បីជួយសង្គ្រោះអ្នកគ្រប់គ្នាទេបន្ទាប់មកគាត់បានស្រែកយ៉ាងខ្លាំងថាទោះបីជាមនុស្សទាំងនេះមិនបានមកបំផ្លាញdiaក៏ដោយក៏ប្រហែលជា Mount Reliance Sect មិនអាចរស់រានមានជីវិតបានយូរទៀតដែរបើសិនបើវាជាការនេះអញ្ចឹងចាប់ពីថ្ងៃនេះតទៅខ្ញុំសូមលាឡើងពីតំណែងជា Sect Leader ខ្ញុំឡើងចង់បានកម្ពស់ភ្នំដល់ទួយតែទាំងនេះទៀតហើយនិយាយបែបនេះហើយគាត់ក៏បានលាឡើងពីតំណែងជាផ្លូវការ Creator's Note តាមគំនិតរបស់ខ្ញុំ Sect Leader បានលាឡើងពីតំណែងដើម្បីឲ្យគាត់អាចជួយសង្គ្រោះសិស្សស្លូតត្រង់ទាំងអស់ការពារពួកគេកុំឲ្យស្លាប់ដោយសារការជាប់ពាក់ព័ន្ធក្នុងចំនួននេះនិយាយអញ្ចឹងម៉ានូហានេះមានតំណែងជាមួយ Wang Lin ដែលជា MC នៃរឿង Renegade Immortal របស់យើងពេលឮការសម្រេចចិត្តរបស់ Sect Leader នោះ Elder Oyang បានដកដង្ហើមធំដោយក្តីសោកស្ដាយយ៉ាងខ្លាំង Chen Feng ដោយឈរនៅក្បែរគាត់មានការសន្លឹងកាំងយ៉ាងខ្លាំងហើយសម្លឹងមើលទៅ Elder Oyang ព្រមទាំងហៅឈ្មោះរបស់គាត់ប៉ុន្តែ Elder Oyang មិនបាននិយាយអ្វីទាំងអស់ហើយដើរចេញទៅខាងក្រៅនិកាយឆ្ពោះទៅរក Sect Leader គាត់បានដើរទៅរក Sect Leader ហើយនិយាយថាពួកយើងបានធ្វើគ្រប់យ៉ាងដែលចាំបាច់ត្រូវធ្វើរួចហើយគ្មាននរណាម្នាក់ត្រូវស្ដីបន្ទោសចំពោះបាតុភូតដ៏ចម្លែកនេះប្រសិនបើអ្នកត្រូវតែធ្វើបែបនេះអញ្ចឹងគ្រាន់តែធ្វើវាទៅ
Sec Leader ปิดជាអស់សង្ឃឹមយ៉ាងខ្លាំងបន្ទាប់ពីនេះគាត់បាននិយាយទៅកាន់ Sister ទាំងអស់ដោយសំឡេងយ៉ាងខ្លាំងថា Sister ទាំងអស់ជួស្ដាប់បញ្ជារបស់ខ្ញុំ Khao San Sek ត្រូវបានរំសាយចោលចាប់ពីថ្ងៃនេះតទៅចាប់ពីពេលនេះតទៅអ្នករាល់គ្នាលែងជាសមាជិករបស់ Khao San Sek ទៀតហើយ Khao San Sek ក៏លែងមាននៅលើពិភពលោកនេះទៀតដែរពេលលើបញ្ជារបស់ Sec Leader Sister ទាំងអស់មានការតក់ស្លុតហើយសម្លឹងមើលទៅគាត់ដោយក្តីស្រន់ស្លបន្ទាប់មក Sec Leader បានងាកទៅរកមេដឹកនាំនៃនិកាយផ្សេងទៀតហើយសួរថាតែអ្នករាល់គ្នាពេញចិត្តហើយឬនៅទោះបីជាមានកំណត់ទ្រព្យដ៏កំពូលឬទិដ្ឋភាពដ៏អស្ចារ្យណាមួយនៅទីនេះក៏ដោយក៏វាមិនមានពាក់ព័ន្ធអ្វីជាមួយខ្ញុំទៀតហើយវាក៏មិនមានពាក់ព័ន្ធអ្វីជាមួយក្មេងៗដែលមិនដឹងអីនៅខាងក្រោមនោះដែរប្រសិនបើអ្នកហ៊ានធ្វើបាបនរណាម្នាក់ខ្ញុំនឹងបំភ្លក់ទម្រង់ការពារដ៏ធំរបស់និកាយហើយពួកយើងទាំងអស់គ្នានឹងវិនិច្ឆ័យជាមួយគ្នាពេលឮពាក្យសម្ដីរបស់គាត់មេងហៅបានគិតក្នុងចិត្តថាអញ្ចឹង Sec Leader បានរំសាយនិកាយចោលពីព្រោះគាត់ខ្លាចថាគាត់នឹងមិនអាចការពារ Ses បានអ្នកហ្វឹកហាត់តែម្នាក់ឯងនឹងមិនអាចប្រជុំមុខនឹងមនុស្សទាំងអស់នេះបានទេដោយសារតែពួកគេមុខជាក្រុមស្រីចំណាស់ម្នាក់ក្នុងមេដឹកនាំទាំងនោះបាននិយាយទៅកាន់ Sec Leader ថា Fellow Dawis អ្នកពិតជាមានវិមាកមើងម៉ាក់ណាជាការពិតណាពួកយើងនឹងមិនធ្វើរឿងបែបនេះអ្នកបានរំសាយ Khao San Sek ហើយចាក់ចេញពីទីនេះពួកយើងនឹងមិនធ្វើបាបសិទ្ធិរបស់អ្នកទៀតទេនេះគឺជាការសន្យារបស់ពួកយើងចំពោះអ្នកមេដឹកនាំផ្សេងទៀតដែលឈរនៅទីនោះក៏យល់ស្រាប់ដល់ពាក្យសម្ដីរបស់គាត់ធំដែរស្រីចំណាស់នោះបានញញឹមហើយថែមថាទោះបីជាមានបាតុភូតចម្លែកអ្វីលេចជាងក៏ដោយក៏វាមិនស្ទើរនឹងជួនការកាន់កាប់របស់នរណាម្នាក់ដែលមានវីតាមីននៅទីនេះដែរវាច្បាស់ជាត្រូវបានឡាកទុកនៅកន្លែងណាមួយក្នុងភ្នំនេះមិនខានមេដឹកនាំពីអ្នកផ្សេងទៀតក៏យល់ស្របនឹងគាត់ផងដែរដោយបិទដំណើរការតម្រង់ការពារដ៏ធំ Sec Leader បាននិយាយថាជាមួយនឹងការសន្យារបស់ Fellow Dawis Thienmu ពេលនេះខ្ញុំឲ្យស្ងប់ចិត្តបានហើយបន្តិចម្ដងទម្រង់ការពារចាប់ដើមដកចេញពេលឃើញបែបនេះសសរបស់និកាយទាំងខំមានការភ័យខ្លាចយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីទម្រង់ការពារទាំងមូលត្រូវបានដកចេញបន្ទាប់មក Sec Leader បាននិយាយទៅកាន់ Elder Oyang ថា Grand Elder Oyang តោះយើងទៅប៉ុន្តែភ្លាមៗនោះមានសម្លេងដ៏មានអំណាចមួយបន្លឺឡើងពីខាងក្រោយហាមអ្នកណាធ្វើចម្លោះពេលឮបែបនេះ Sec Leader បានញាក់ក្រោយហើយសួរថាតើអ្នកណានៅទីនោះពួកយើងឃើញថាក្រុមថ្មីមួយទៀតបានមកដល់ដែលមានសុទ្ធតែស្ត្រីមេដឹកនាំរបស់ពួកគេគឺជាស្ត្រីម្នាក់ស្លៀកសម្លៀកពាក់ពណ៌ស្វាយហើយសម្លេងនោះគឺជារបស់នាងការហ្វឹកហាត់របស់នាងគឺស្ថិតនៅកម្រិតខុសគ្នាទាំងស្រុងពីអ្នករាល់គ្នាដែលបានមកដល់មុននេះពេលឃើញស្ត្រីនោះហើយស្ត្រីដែលមកជាមួយនាង Sec Leader បានសម្ជាក់ថ្មីរបស់គាត់ហើយនិយាយទៅកាន់ខ្លួនឯងថា King Sek នៃ Southern Domain ពេលឃើញវត្តមានរបស់នាងនៅទីនោះអ្នកហ្វឹកហាត់ដែលបានមកដល់មុនទាំងអស់មានការស្លន់ស្លោអ្នកហ្វឹកហាត់សក់ក្រហមបាននិយាយថា King Sek ក៏នៅទីនេះដែរនេះជារឿងដ៏ស្មុគស្មាញហើយភ្លាមៗនោះស្នាមព្រាក់មួយបានបើកឡើងក្នុងលំហាហើយមានសំឡេងមួយបន្លឺចេញពីខាងក្នុងនិយាយបានល្អគ្នានរណាអាចចាក់ចេញពីទីនេះបានទេបន្ទាប់ពីនេះអ្នកហ្វឹកហាត់ដ៏មានឥទ្ធិពលម្នាក់បានបោះជំហានចេញពីខាងក្នុងស្នាមព្រាក់នោះព្រមទាំងសើកស្ត្រីមកពី King Sek បាននិយាយទៅកាន់អ្នកហ្វឹកហាត់ដែលចាប់តាមមកដល់នោះថា Chao San Ling ដែលជា Protector នៃ Jin Chen Sek ជ្រមុះរបស់អ្នកពិតជាវាយណាស់ពេលឮពាក្យចំកក់របស់នាង Chao San Ling បាននិយាយទៅកាន់នាងថាប្រសិនបើមនុស្សមកពី King Lo Sek របស់អ្នកអាចមកបានចុះហេតុអីបានជាមនុស្សមកពី Jin Chen Sek របស់យើងមិនអាចមកបានបន្ទាប់ពី Chao San Ling បានលេចចេញមកមនុស្សជាច្រើនទៀតក៏ចាប់ដើមចេញពីស្នាមព្រះនោះប៉ុន្តែស្រាប់តែមានដាវជាច្រើនហោះចេញយ៉ាងលឿនពីក្នុងចំណោមពួកគេហើយពួកយើងឃើញយ៉ាងហ្វឹកហាត់វ័យឆ្នាំម្នាក់ឈរយ៉ាងសង្ហាលើដាវហោះមួយចំណោមដាវហោះទាំងនោះពេលឃើញគាត់មេដឹកនាំនៃ King Sek បាននិយាយថាអូគឺ Fellow Dawis Joyan Sec Leader ក៏កំពុងសម្លឹងមើលអ្នកហ្វឹកហាត់ដាវដែលទៅនឹងមកដល់នេះដែរហើយនិយាយថាគាត់មកពី Sort Sek ភ្លាមនោះ Elder Oyang បាននិយាយថានិកាយលេខ1នៃ Southern Domain គឺ Sort Sek គេនិយាយអំពីនិកាយនេះថាត្រឹមតែដាវមួយដែលត្រូវបានដកចេញគឺគ្រប់គ្រាន់ដើម្បីអង្រួនឋានសួគ៌បានពួកគេក៏បានមកដល់ដែរឈិនហ្វឹងបាននិយាយទៅកាន់ខ្លួនឯងថា Southern Domain នោះគឺជាពិភពលោកពិតប្រាកដដែលការហ្វឹកហាត់ជាកន្លែងដែលវារបស់ក្រកឈរឡើងជាមួយគ្នាហើយអ្នកមានទេពកោសល្យពិសេសមាននៅគ្រប់ទីកន្លែងអ្នកហ្វឹកហាត់ដូចជាពួកយើងត្រូវតែឡើងគ្រប់ភ្នំហើយឆ្លងកាត់គ្រប់ព្រំដែនមិញហៅបាននិយាយទៅកាន់ខ្លួនឯងនៅក្នុងចិត្តថា Southern Domain Senior Brother Chen បាននិយាយថាអំណាចរបស់ Southern Domain គឺធំធេងជាង Northern Domain ឆ្ងាយណាស់ពេលមើលវាឥឡូវនេះពួកគេមិនខុសទេពិភពលោកនេះពិតជាធំទូលាយណាស់ហួសពីការស្មារតីរបស់ខ្ញុំទៅទៀតឈិនហ្វឹងបានរត់យ៉ាងលឿនចូលទៅក្នុងសាលហើយចាប់ផ្ដើមបិទតម្រាន់នៅក្រោមរូបសំណាករបស់ Patriarch Khao ដែលជាកន្លែងដែលគាត់នឹងមិញហៅបានចូលកាលពីមុនបន្ទាប់ពីបិទវាហើយឈិនហ្វឹងបាននិយាយយ៉ាងសប្បាយរីករាយទៅកាន់ខ្លួនឯងថា Patriarch សេះរបស់ខ្ញុំឈិនហ្វឹងបានបិទទ្វារចូលដែលនាំទៅដល់កន្លែងបិទទ្វារហ្វឹកហាត់របស់ខ្ញុំរួចរាល់ហើយក្នុងនាមជាសិស្សនៃ Khao San Sek ខ្ញុំនឹងធានាថាមិនមានអ្វីកើតឡើងចំពោះអ្នក
ខ្ញុំនឹងមិនបណ្ដោយឲ្យនរណាមិនមករំខានដល់ការฝึกหัดរបស់អ្នកឡើយទន្ទឹមនោះនៅក្នុងរាជវាំងข่าวสาร Ancestor Patriarch Reliance បានដឹងពីការฝึกหัดរបស់មនុស្សនៅខាងក្រៅហើយនិយាយទាំងសោយថាទីបំផុតពួកគេបានមកដល់ហើយខ្ញុំអាចដឹងថាមនុស្សដែលមានធម៌ពលខ្លាំងបានមកដល់ទីនេះហើយនៅពេលនេះមិនយូរប៉ុន្មានទេពួកគេនឹងរកឃើញទ្វារចូលទៅកាន់កន្លែងបិទទ្វារฝึกหัดរបស់ខ្ញុំនៅពេលដែលហ្វូងមនុស្សបង្ខំចូលហើយវាយបំបែកបន្ទប់របស់ខ្ញុំពីខាងក្រៅ Patriarch ចាស់នេះទីបំផុតនឹងមានសេរីភាពហើយប៉ុន្តែភ្លាមនោះគាត់បានឃើញឈិនហ្វឹងកំពុងបិទទ្វារចូលពេលឃើញបែបនេះគាត់មានការជ្រួលច្របល់និងស្លន់ស្លាដោយនិយាយទៅកាន់ខ្លួនឯងថាចាំបន្តិចសិនងាប់តើឯងកុំធ្វើអ្វីនឹងមើលទៅគឺមាននេះគឺជាសត្រូវស៊ូពូរបស់ខ្ញុំហើយដែលមកបិទទ្វារចូលរបស់ខ្ញុំពួកយើងត្រូវបានប្រាប់អំពីទ្វារចូលនេះដែលត្រូវបានបង្កើតឡើងដោយ Patriarch តាំងពីយូរយ៉ាវណាស់មកហើយជាការប្រុងប្រយ័ត្នវាត្រូវបានបង្កើតឡើងដើម្បីថាប្រសិនបើសត្រូវដ៏មានឥទ្ធិពលមកដល់ក្នុងអំឡុងពេលនៃការបិទទ្វារฝึกหัดរបស់គាត់ទ្វារចូលនឹងបិទហើយការពារនៃឈ្លានពានមិនឲ្យស្វែងរកកន្លែងฝึกหัดរបស់គាត់ឃើញនៅពេលដែលវាត្រូវបានដំណើរការមានតែអ្នកฝึกหัดដែលស្ថិតនៅក្នុង Spirit Severing Realm ពិតប្រាកដប៉ុណ្ណោះទើបឲ្យស្វែងរកទីតាំងដែល Patriarch ត្រូវបានលាក់ខ្លួនឃើញហើយគ្មាននរណាម្នាក់ផ្សេងទៀតអាចរកវាឃើញឡើយ Patriarch មានមោទនភាពយ៉ាងខ្លាំងចំពោះការរៀបចំនេះនៅពេលនោះគាត់មានទំនុកចិត្តយ៉ាងបាញ់ទំហងថាវាពិតជាគ្មានចន្លោះប្រហោងឡើយ Kaoshan Ancestor បានស្រែកថាចុងរៃអើយនៅពេលនោះខ្ញុំគួរតែបង្កើតវាជាច្បាប់និកាយមួយថាមិនត្រូវទទួលយកនរណាម្នាក់ដែលមានចរិតល្អឡើយមិនត្រូវយកសេះដែលស្កោះត្រង់ឡើយមិនត្រូវរត់មនុស្សល្អឡើយអាលិតឯងគឺជាសត្រូវតូចរបស់ខ្ញុំឯងបានបំផ្លាញផែនការរបស់ Patriarch ចាស់ម្នាក់នេះពីរដងហើយគាត់គ្រាន់តែបន្តនិយាយរអាក់រអួលថាឯងប៉ុន្តែគាត់មិនអាចធ្វើអ្វីដើម្បីបញ្ឈប់ Chen Feng បានទេហើយគ្រាន់តែបន្តស្រែកដោយអស់សង្ឃឹមនៅទីនោះក្នុងពេលជាមួយនេះអ្នកហាត់គុណដែលទើបនឹងមកដល់ថ្មីទាំងអស់ពី Southern Domain ចាប់ផ្ដើមស្វែងរកគ្រប់ជ្រុងជ្រោយនៃ Khao San Sek ដើម្បីរកប្រភពនៃបទិភណ្ឌដែលបានលាក់ឆ្លាងពេលកំពុងស្វែងរកគេនិយាយថាគ្មានអ្វីសោះ Divine Sense មិនអាចចាប់បានអ្វីនៅទីនេះតតែសោះម្នាក់ទៀតនិយាយថាស្វែងរកឲ្យបានហំចោះជាងនេះទៅយ៉ាងណាម៉េចនេះគឺជារបបដែលបន្សល់ទុកដោយ Khao San Patriarch វាមិនដែលលាក់ឆ្លាងទេក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះការស្វែងរកវាមិនងាយស្រួលនោះទេអ្នកហាត់គុណដាវបន្តពី scan ដោយប្រើ Divine Sense របស់គាត់ក៏គិតថាតើយើងពិតជានឹងត្រឡប់ទៅផ្ទះវិញដែរទេមែនទេយើងបានចំណាយ Spirit Stone ជាច្រើនលើ Teleportation ដើម្បីមកដល់ទីនេះប្រសិនបើវាជាបែបនេះមែនវានឹងក្លាយជាការខាតបង់មិនខានខ្ញុំទើបតែស្វែងរកតំបន់ទាំងមូលដោយប្រើ Divine Sense របស់ខ្ញុំប៉ុន្តែខ្ញុំមិនអាចដឹងពីគម្ពីរនោះទេតើវាអាចស្ថិតនៅក្នុងការកាន់កាប់របស់ Sir Khao San Sek ដែរទេទោះបីជាយ៉ាងណាក៏ដោយខ្ញុំនៅតែមិនអាចកំណត់ទីតាំងពិតប្រាកដរបស់វាបានទេប៉ុន្តែបន្ទាប់មកគាត់បានកត់សម្គាល់ឃើញនរណាម្នាក់ហើយប្រញាប់ប្រញាល់តម្រង់ទៅទីស្ដៅនោះយិនឃើញថាភ្នែកអ្នកម្នាក់ហាត់គុណដាវគឺសម្លឹងទៅលើ Chen Feng មានការភ័យខ្លាចពេលឃើញគាត់ខិតមកជិតយ៉ាងលឿនអ្នកហាត់គុណដាវឆាប់យក Chen Feng ហើយនិយាយថាទេពកោសល្យរបស់អ្នកគឺអស្ចារ្យណាស់តើអ្នកស្ម័គ្រចិត្តចូលរួមជាមួយ Sword Sek ហើយទៅ Southern Domain ជាមួយខ្ញុំទេChen Feng មានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលត្រូវបានគេចាប់យកភ្លាមហើយសើដែលឈរជុំវិញគាត់មានការភ័យស្លន់ស្លោហើយចាប់ផ្ដើមស្រែកហៅឈ្មោះគាត់សើខ្លះនិយាយគ្នាទៅវិញទៅមកថាអាយ៉ានោះគឺជា Sword Sek ពួកគេមានអំណាចខ្លាំងជាងយើងមួយលួយដងនរណាម្នាក់ក្នុងចំណោមពួកយើងនឹងចាប់យកឱកាសនេះភ្លាមមិនខានសិតម្នាក់ទៀតនិយាយថាមែនហើយឯងនិយាយត្រីElder Oyang ហៅ Sek Leader ក៏កំពុងមើលរឿងនេះដែរពេលឃើញបែបនេះ Elder Oyang និយាយថាថ្ងៃនេះមិនមែនពោពេញទៅដោយដំណឹងអាក្រក់ទាំងស្រុងនោះទេ Sek Leader ក៏និយាយដែរថាពិតមែនហើយការដឹងថាអនាគតរបស់ Chen Feng គឺភ្លៀងស្វាងធ្វើឲ្យចិត្តរបស់ខ្ញុំបានស្ងប់ក្នុងពេលចំណាយមួយនេះ Chen Feng ស្រែកឡើងថាខ្ញុំសូមអរគុណចំពោះសំណើដ៏ល្អរបស់អ្នកប៉ុន្តែខ្ញុំគឺជាសិស្សរបស់ Khao San Sek ហើយនៅក្នុងជីវិតនេះខ្ញុំនឹងមិនចូលរួមជាមួយនិកាយសែងឡើយពេលឃើញ Chen Feng បដិសេធយ៉ាងដាច់អស់ហង្ការមេងហាវ Sister Su និង Sek Leader មានការតក់ស្លុតយ៉ាងខ្លាំងពេលឮពាក្យសម្ដីរបស់គាត់អ្នកហាត់គុណដាវនិយាយថាតើអ្នកដឹងទេថាឈ្មោះ Sword Sek មានន័យយ៉ាងណានៅក្នុង Southern Domain ពេលឮពាក្យសម្ដីរបស់បុរសមកពី Sword Sek នុ Senior របស់យើងបាននិយាយថាសូមអរគុណដែលបានគិតដល់ខ្ញុំប៉ុន្តែខ្ញុំគឺជាសមាជិករបស់ Reliance Sek ឬទៅហើយដូច្នេះខ្ញុំមិនអាចចូលរួមជាមួយនិកាយផ្សេងទៀតបានទេយល់ទេបុរសនោះបាននិយាយថាតើអ្នកដឹងទេថា Three Words of the Sword Sect ដែលតំណាងឲ្យ South Domain មានន័យយ៉ាងណាបាទខ្ញុំដឹងល្អអញ្ចឹងអ្នកក៏ច្បាស់ជាដឹងដែរថាតំណែងរបស់ខ្ញុំនៅក្នុង Sword Sect គឺជាអ្វី Senior បានឆ្លើយតបថាបាទនរណាក៏ដោយដែលដឹងអំពី Sword Sect គឺស្គាល់អ្នកច្បាស់ណាស់ហើយចំពោះឋានៈរបស់អ្នកបាទអ្នកគឺជាមេដឹកនាំដ៏ល្បីល្បាញម្នាក់នៃ Sword Sect
បុរសនោះបាននិយាយថាមិនអីទេអញ្ចឹងនោះមានន័យថាអ្នកស្គាល់ខ្ញុំច្បាស់ហើយអញ្ចឹងតើអ្នកអាចប្រាប់ខ្ញុំបានទេថាហេតុអ្វីបានជាអ្នកមិនចង់មកជាមួយខ្ញុំមើលចុះសតសេករបស់អ្នកបានមានវត្តមានរត់ពាន់ឆ្នាំមកហើយថែមទាំងជាទឹកដីដ៏ពិសិដ្ឋសម្រាប់ការហ្វឹកហាត់ដែលអ្នកជំនាញដ៏មានឥទ្ធិពលតែងតែលេចលង់ជាបន្តបន្ទាប់ហើយរឿងដែលសំខាន់បំផុតនោះគឺថានរណាក៏ដោយដែលចូលទៅទីនោះនឹងទទួលបានការរីកចម្រើនក្នុងការហ្វឹកហាត់របស់ពួកគេយ៉ាងងាយស្រួលនោះជារឿងល្អមួយអ្នកពិតជាដឹងរឿងជាច្រើនអំពីខ្ញុំនិងនិកាយរបស់ខ្ញុំល្អប៉ុន្តែតើអ្នកដឹងទេនៅពេលដែលខ្ញុំបានឃើញអ្នកជាលើកដំបូងខ្ញុំបានគិតថានឹងយកអ្នកធ្វើជាសិស្សនៅនិកាយខាងក្រៅរបស់ខ្ញុំប៉ុន្តែពេលនេះដែលសារខ្ញុំដឹងថាអ្នកមានទេពកោសល្យកម្រិតណាចូលចាត់ទុកថាតំណែងជាសិស្សនៅនិកាយខាងក្នុងបានបញ្ជាក់សម្រាប់អ្នកហើយអញ្ចឹងតើអ្នកថាម៉េចដែរតើអ្នកយល់ព្រមទីហើយបាទខ្ញុំក៏នឹងយកអ្នកធ្វើជាសិស្សបន្ទាល់របស់ខ្ញុំផងដែរក្មេងស្រីម្នាក់បាននិយាយឡើងថាចាំបន្តិចតើអ្នកកំពុងធ្វើអ្វីនឹងតើអ្នកមិនចង់ស្វែងរកមួយរយៈទៀតទេឬទេខ្ញុំបានស្វែងរកគ្រប់កន្លែងរួចអត់ហើយគ្មានអ្វីនៅទីនេះទេយល់ទេពេលឮបែបនេះក្មេងស្រីនោះបានគិតក្នុងចិត្តថាអញ្ចឹងដោយសារតែបរិសម្នាក់នេះបាននិយាយថាគ្មានអ្វីនៅទីនេះទេវាមានន័យថាពិតជាគ្មានអ្វីមែននោះមានន័យថាពេលវេលាទាំងមូលដែលចំណាយក្នុងការមកទីនេះគឺត្រូវខ្ជះខ្ជាយទាំងស្រុងតើខ្ញុំគួរធ្វើដូចម្ដេចខ្ញុំមិនអាចត្រឡប់ទៅវិញដោយដៃទទេបានទេមែនទេខ្ញុំនឹងធ្វើរឿងមួយខ្ញុំក៏នឹងជ្រើសរើសសិស្សម្នាក់ដែរនិយាយបែបនេះខណៈពេលកំពុងសម្លឹងមើល Senior Sister របស់នាងក៏បាននិយាយថាចាខ្ញុំជ្រើសរើសក្មេងប្រុសម្នាក់នេះពេលឃើញគាត់ត្រូវបានគេជ្រើសរើសបែបនេះក្មេងស្រីនៅទីនេះក៏មានការតក់ស្លុតយ៉ាងខ្លាំងផងដែរហើយចំណែកឯតួអង្គឯករបស់យើងវិញបាទគាត់ក៏មានការតក់ស្លុតដែរភ្លាមនោះវាត្រូវបានភ្ញាក់ថាស្ត្រីនោះបានលើក Senior Sister របស់នាងឡើងហើយទម្លាក់នាងនៅក្បែរខ្លួនយ៉ាងធម្មតាបរិសុទ្ធធាតុនោះបានគិតថាអស្ចារ្យណាស់ទីបំផុតនិកាយនេះត្រូវបានបញ្ចប់ហើយដោយសារតែនិកាយនេះត្រូវបានបញ្ចប់វាមានន័យថាខ្ញុំមានសេរីភាពហើយពេលនេះខ្ញុំនឹងត្រឡប់ទៅផ្ទះវិញនៅទីនោះមានបុរសម្នាក់បានសន្យានឹងខ្ញុំថានៅពេលដែលខ្ញុំត្រឡប់ទៅផ្ទះវិញគាត់នឹងជួយខ្ញុំដោយសារតែជំនួយនេះយ៉ាងហោចណាស់ខ្ញុំបានយល់ប៉ុណ្ណេះជីវិតរបស់ខ្ញុំនឹងក្លាយជាធម្មតាវិញហើយនៅពេលនេះទោះបីជាខ្ញុំមានអារម្មណ៍មិនល្អបន្តិចដែលខ្ញុំនឹងមិនអាចជួបមិត្តរបស់ខ្ញុំមែងហៅម្ដងទៀតក៏ដោយប៉ុន្តែវាមិនអីទេប្រសិនបើមិនមែនជាការហ្វឹកហាត់ទេយ៉ាងហោចណាស់ខ្ញុំនឹងរស់នឹងជីវិតធម្មតាជាអ្នកមានម្នាក់មែនទេបាទយល់ហើយខ្ញុំនឹងធ្វើបែបនោះពិតប្រាកដមែនភ្លាមនោះវាត្រូវបានបង្ហាញថាបុរសដែលបានហាយលំហាអាកាសនោះបានដើរតម្រង់មករកបុរសធុតរបស់យើងខឹងលបឿនយ៉ាងលឿនគាត់បាននិយាយថាល្អថ្មិញចង្គមទាំងនេះពិតជាលឿនមែនទែនមកនេះអាធុតប្រាប់ខ្ញុំឲ្យលឿនមកតើអ្នកកំពុងហ្វឹកហាត់ការហ្វឹកហាត់ប្រភេទអ្វីនៅពេលនេះអូសំទោសគាត់មិនបាននិយាយអំពីអាវុធទេប៉ុន្តែគាត់កំពុងនិយាយអំពីថ្មិញចង្គមខាងវិញ្ញាណរបស់គាត់យល់ទេអាឡឧតចាំខ្ញុំប្រាប់ឯងរឿងមួយតើឯងដឹងទេថាជាមួយនឹងថ្មិញចង្គមខាងវិញ្ញាណរបស់ឯងពិតជាអាចហ្វឹកហាត់ Complete Soul Devouring Art នៃ Jinan Sek របស់ខ្ញុំដែលបានបាត់បង់អស់រយៈពេលជាង800ឆ្នាំមកហើយបានហើយចំពោះការហ្វឹកហាត់នេះវាទាមទារឲ្យមានការខំនិងកំទេចថ្មវិញ្ញាណដោយផ្ទាល់ឯងនឹងឃើញនៅពេលដែលខ្ញុំនាំឯងត្រឡប់ទៅនិកាយរបស់ខ្ញុំវិញអ្នកគ្រប់គ្នានៅក្នុងនិកាយរបស់ខ្ញុំនឹងសប្បាយចិត្តយ៉ាងខ្លាំងដែលមានន័យថាអាឡអិតចាប់ពីថ្ងៃនេះតទៅឬនិយាយឲ្យចំគឺចាប់ពីពេលនេះតទៅឯងគឺជាសិស្សនៃនិកាយខាងក្នុងរបស់និកាយយើងហើយតើឯងយល់ពីអ្វីដែលខ្ញុំកំពុងនិយាយទេហើយខណៈពេលកំពុងនិយាយបែបនេះស្រាប់តែការចាប់អារម្មណ៍របស់បុរសនោះក៏បានងាកទៅរកតួអង្គឯករបស់យើងផងដែរចាំបន្តិចមានអ្វីមួយយ៉ាងនៅខាងក្នុងរាងកាយរបស់ក្មេងនេះតើវាអាចជារបស់ដ៏អស្ចារ្យណាមួយទេហើយពេលឃើញគាត់សម្លឹងមើលមកគាត់បែបនេះ MC របស់យើងក៏មានការភ័យខ្លាចយ៉ាងខ្លាំងទិដ្ឋិបានផ្លាស់ប្ដូរនៅទីនេះមនុស្សពីរនាក់នេះឬនិយាយឲ្យចំគឺ Senior របស់យើងហើយនិង Senior Sister របស់គាត់ពួកគេទាំងពីរនាក់បានសន្លប់បាត់ស្មារតីទៅហើយនៅទីនេះពួកយើងត្រូវបានបង្ហាញពីបុរសដែលបានបញ្ជូនដៃដ៏ធំសម្បើមមួយឆ្ពោះទៅរក MC របស់យើងដោយនិយាយថាបាទក្មេងប្រុសនេះខ្ញុំក៏ចង់បានគេដែរប៉ុន្តែបន្ទាប់មកមានការប្រែប្រួលនៅក្នុងសាច់រឿងស្របពេលដែលបុរសនោះហៀបនឹងចាប់យក MC របស់គាត់ស្រាប់តែមានប្រភពទឹកឈាមដ៏ធំសម្បើមមួយបានបន្ទុះចេញពីនិកាយរបស់គាត់ក្នុងលបឿនយ៉ាងលឿនហើយមាននៅគ្រប់ទីកន្លែងតាមពិតទៅអ្នកឯងនិយាយថានិកាយទាំងមូលត្រូវបានហ៊ុំព័ទ្ធដោយប្រភពទឹកឈាមទាំងនោះពេលឃើញហេតុការណ៍ទាំងមូលនេះបុរសទាំងនោះមានការភ័យខ្លាចយ៉ាងខ្លាំងហើយចំណែកឯនិកាយខ្សោយមួយចំនួនវិញបាទពួកគាត់ក៏កំពុងដើរថយក្រោយដោយក្តីភ័យខ្លាចផងដែរសិស្សនិកាយរបស់គាត់បាននិយាយថាអបនេះហេតុអ្វីបានជាស្រតែធីមមេដាមួយគេងបែបនេះភ្លាមនោះវាត្រូវបានពិហានថាអបនោះកំពុងប្រែទៅជារូបរាងមនុស្សបន្តិចម្ដងហើយរូបរាងមនុស្សនេះមិនមែនជានរណាផ្សេងទេតែវាគឺជា Patriarch របស់ពួកគាត់ពេលឃើញរឿងទាំងអស់នេះនៅទីនោះបុរសទាំងនោះក៏បានស្រែកឡើងថាទេវាមិនអាចទៅរួចទេនេះគឺជា Patriarch នៃ Reliance Sect នេះមានន័យថាគាត់នៅមានជីវិតនៅឡើយ
ពេលនេះត្រឡប់មកទីនេះវិញជាកន្លែងដែលរឿងរ៉ាវទាំងអស់នេះកំពុងកែឡើងពីខាងក្នុងបុរសចំណាស់នោះបានមើលហើយគិតក្នុងចិត្តថាទេមនុស្សទាំងនោះហៀបនឹងចាក់ចេញហើយប្រសិនបើពួកគេពិតជាចាក់ចេញពីទីនេះមែនឈិនខ្លាចថាគ្មាននរណាម្នាក់នឹងមកកាន់ Relay Insect ម្ដងទៀតទេហើយភ្លាមៗនោះដោយលើកដៃឡើងគាត់បាននិយាយដោយក្តីរំភើបយ៉ាងខ្លាំងថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយពិភពលោកត្រូវតែដឹងថា Patriarch នឹងមានជីវិតនៅឡើយហើយរឿងដែលសំខាន់បំផុតនោះ King នឹងមិនបណ្ដោយឲ្យនរណាម្នាក់ធ្វើបាបគ្មានប្រោះឈ្មោះមេងហៅនេះឡើយប្រសិនបើគ្មាននេះចាក់ចេញប្រសិនបើគ្មាននេះស្លាប់អញ្ចឹងចាត់ទុកថាផ្លូវឆ្ពោះទៅរកសេរីភាពទាំងមូលរបស់ King ត្រូវបានបំផ្លាញទាំងស្រុងហើយ King នឹងមិនបោកបង់គេចោលទេ King នឹងមិនប្រកល់គេឲ្យនរណាម្នាក់ឡើយ King នឹងមិនប្រកល់គ្មាននេះឲ្យនរណាម្នាក់ជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ហើយនិយាយបែបនេះគាត់ពិតជាបានប្រោកម្លាំងទាំងអស់របស់គាត់មែនដោយសារតែបែបនេះភ្នែករបស់ Patriarch អបដកធំសម្បើមនោះក៏ចាប់ផ្ដើមបើកឡើងបន្តិចម្ដងហើយបន្ទាប់មកមានអ្វីកើតឡើងត្រឹមតែគាត់បើកភ្នែកឡើងបរិសទាំងអស់ដែលឈរនៅទីនោះមានការភ័យខ្លាចយ៉ាងខ្លាំងពួកគេបានគួតឈីមហើយមើលទៅអ្នកទាំង3នេះចុះខ្ញុំសុំស្បត់ពួកគេក៏ភ័យខ្លាចស្ទើរស្លាប់ផងដែរមេដឹកនាំបាននិយាយថាខ្ញុំមិនអាចជឿបានទេសូម្បីតែមាន Patriarch នៅទីនេះក៏ខ្ញុំបានរំសាយនិកាយរបស់ខ្ញុំចោលដែរតែខ្ញុំបានធ្វើខុសហើយតើ Patriarch នឹងគិតយ៉ាងណាចំពោះខ្ញុំបរិសចំណាតបាននិយាយថាបាទនេះគឺជា Patriarch គាត់គឺជា Patriarch របស់ពួកយើងទិដ្ឋិភាពបានផ្លាស់ប្ដូរទៅកាន់ Patriarch គាត់បាននិយាយថាអ្នករាល់គ្នាបានបង្ខំឲ្យ Relay Insect របស់ខ្ញុំបិទទ្វារហើយអ្នកថែមទាំងចង់យកសិស្សចុងក្រោយនៃនិកាយរបស់ខ្ញុំចេញទៅទៀតខ្ញុំត្រូវតែទទួលស្គាល់ថាអ្នករាល់គ្នាពិតជាខ្លាមធំមែនបុរសនោះបាននិយាយថាតាចាស់ប្រហែលជាអ្នកមិនដឹងទេប៉ុន្តែខ្ញុំគឺជា Dow Protecting Elder នៃ Sossack យល់ទេប្រសិនបើអ្នកសម្រាប់ខ្ញុំចង់ចាំទុកថាអ្នកក៏មិនអាចរស់រានមានជីវិតបានដែរសមាជិកនិកាយរបស់ខ្ញុំនឹងមកសម្រាប់អ្នកដូចគ្នាហើយក្មេងស្រីនោះក៏មានការភ័យខ្លាចដែរសូមមេត្តាសូមអភ័យទោសឲ្យខ្ញុំផងពួកយើងដឹងថាពួកយើងបានធ្វើកំហុសដ៏ធំមួយដូច្នេះសូមអភ័យទោសឲ្យខ្ញុំផងសូមបន្ធូរកំហុសរបស់អ្នកចុះអ្នកដឹងថាខ្ញុំមកពីនិកាយមួយណាមែនទេចា Patriarch របស់យើងនឹងអាចគឺជាមិត្តភក្តិល្អនឹងគ្នាដូច្នេះសូមមេត្តាបុរសម្នាក់នេះចាពួកយើងបានធ្វើកំហុសដ៏ធំមួយវាមិនកាត់ឡើងម្ដងទៀតទេ Patriarch របស់យើងបាននិយាយថាអ្នកទាំង3ចេញឲ្យឆ្ងាយពីទីនេះទៅហើយទៅសួរព្រឹទ្ធាចារ្យនិងមេដឹកនាំរបស់អ្នកទៅតើពួកគេពិតជាភ្លេចពាក្យសម្បត្តិមែនទេឬមួយក៏ពួកគេភ្លេចថាចៅ Kingdom គឺជាទឹកដីរបស់ខ្ញុំទាំងស្រុងហើយមិនមែនជារបស់ឪពុកនរណាម្នាក់នោះទេហើយអ្វីដែលសំខាន់បំផុតនោះប្រសិនបើអ្នករត់ញីត្រឡប់មកទីនេះវិញខ្ញុំនឹងសម្លាប់អ្នកភ្លាមនៅនឹងកន្លែងប៉ុន្តែកុំបារម្ភអីប្រសិនបើអ្នកចង់អ្នកអាចយកមនុស្សពស់ទាំងនោះដែលចាប់អ្នកទៅបានខ្ញុំនឹងមិនហ៊ានអ្វីទៅកាន់អ្នកទេហើយបន្ទាប់ពីឮបែបនេះតើអ្នកគិតថាបរិសទាំង3នាក់នោះនៅទីនោះទៀតទេពួកគេមិននៅទេពួកគេបានបាត់ខ្លួនពីទីនោះក្នុងមួយប៉ព្រិចភ្នែកបរិសមកពីនិកាយខ្សោយទាំងនោះបាននិយាយថាទេសូមមេត្តាអនុញ្ញាតឲ្យពួកយើងទៅដែរទៅពួកយើងសូមស្បត់ថាពួកយើងមិនបានធ្វើអ្វីសោះឡើយកុំបារម្ភអីខ្ញុំមិនបានសម្លាប់អ្នកទេពីព្រោះអ្នកនឹងត្រូវនាំសារមួយសម្រាប់ខ្ញុំយល់ទេហើយដោយសារតែ Relay Insect ត្រូវបានហំសាយទាំងស្រុងហើយខ្ញុំនឹងគ្រាន់តែនិយាយបែបនេះប្រសិនបើនរណាម្នាក់មករំខានគ្មានប្រោសឈ្មោះមឹងហៅខ្ញុំនឹងសម្លាប់ពួកគេចោលហើយនិយាយបែបនេះដោយប្រាវឈាមរបស់គាត់ក៏ចាប់ដើមបង្កើតជាលំពេងមួយបន្តិចម្ដងពេលឃើញវាត្រូវបានបង្កើតឡើងបែបនេះ MC របស់យើងក៏មានការតក់ស្លុតយ៉ាងខ្លាំងផងដែរបុរសចំណាបាននិយាយថាមឹងហៅនេះទុកវាទៅប្រសិនបើនរណាម្នាក់មករំខានអ្នកនៅថ្ងៃអនាគតចូលសម្រាប់ពួកគេដោយប្រើលំពេងនេះចុះហើយពួកអមនុស្សចង្រៃតើពួកឯងនៅធ្វើអ្វីនៅទីនេះទៀតចេញឲ្យឆ្ងាយទៅបុរសទាំងនោះបាននិយាយថាបាទពួកយើងទៅហើយភ្លាមនោះវាបានពិបាកថាទោះបីជាមានសាសនានៅនិកាយរបស់យើងក៏ដោយពួកគេបានសម្លាប់បាត់ស្មារតីហើយបន្តិចម្ដងពួកគេចាប់ដើមអណ្ដែតឡើងហើយត្រូវបានបញ្ជូនទៅឆ្ងាយយ៉ាងលឿនឬនិយាយឲ្យចាំទៅអ្នកអាចនិយាយបានថាពួកគេត្រូវបានគេបោះចោលមើលចុះរឿងនោះគឺសំបីតែខ្ញុំក៏មិនដឹងថា Patriarch របស់ខ្ញុំពិតជាបានបោះពួកគេចោលឬក៏ប្រហែលជាបុរសមកពីនិកាយផ្សេងៗដែលបានមកដល់នោះគ្រាន់តែយកពួកគេទៅជាមួយគ្នាប៉ុណ្ណោះបន្ទាប់មកពួកយើងត្រូវបានបង្ហាញពី MC របស់យើងដែលគ្រាន់តែឈរហើយសម្លឹងមើលជំវិញយ៉ាងប្រុងប្រយ័ត្នគាត់បាននិយាយថាទេខ្ញុំនៅតែមិនអាចជឿបានទេខ្ញុំសូមស្បត់ Relay Insect នេះពិតជាត្រូវបានរំសាយទាំងស្រុងហើយបាទចំពោះការនិយាយបែបនេះរបស់គាត់ភាគនេះទីបំផុតបានបញ្ចប់នៅត្រឹមនេះដូច្នេះជួបគ្នានៅវីដេអូបន្ទាប់ដែលនឹងចេញនៅសប្តាហ៍ក្រោយសូមអរគុណ